ពេលថ្ងៃឡើងអិចមួយទៅកន្លែងបាតសវិញលើពងត្រៃលើឡើងអិចបងប្អូនត្រៃលើមកជើង8បងប្អូនអូយនោះក៏ពុះអាបកូលភ្លើងកត្រៃលើនេះអត់មានជើងទម្លាក់មួយទៀតអញ្ចឹងឡើងឆៅហ្មងខ្ពស់បងប្អូនពុះអាឡូទៀតពុះប៊ីនក៏លើកជើង8ហើយការងារយើងនេះអត់សូវមានច្រើនទេបងប្អូនការងារយើងមានតិចឥឡូវអិចហ្នឹងយកមកវេចតាកន្លែងឡើងហ្នឹងយកអាដីហើមចេញតែមកមិនចូលគ្នាវិញមិនចូលដីវិញហើយក៏ឡើងអិចទៅមុនមួយបងប្អូនបាទដល់ក៏អិចគាត់អស់នេះអស់កម្មកាយឡើងប៉បខ្ញុំចង់ភ័យមួយចង់ភ័យជំនួសខ្ញុំថាភ័យអីភ័យជំនួសព្រោះអិចទៅអស់កម្មកាយហើយណាមួយយើងអិចស្វាច់តែអិចព្រោះមានអិចមួយតស៊ូចាស់មែនតើបងប្អូនអើយតែចាស់ហ្នឹងចាស់ក្លឹមមិនចាស់ដេកនៅផ្ទះទេណាចាស់គឺចាស់រលុយហើយពេលថ្ងៃមានអីបងប្អូនមានតែឡើងអិចហើយ level គាត់ចាំឡានទឹកមិនវីដេអូក្រោយតែកដាលមានឡានទឹកបងប្អូនឡើយពុំឲ្យថតអិចគាត់ប្រាប់ថាទៅចាំនៅកន្លែងនោះមុនណាកងលួយតែអីទេទៅចាំមុនសិនទៅងាយទេដេកហ្នឹងបងប្អូនដេកនៅកន្លែងធ្វើការប្រហែលព្រោះយើងថែមងាយមិនថែម1ម៉ោងបងប្អូនចូល1ម៉ោងម៉ោង5ម៉ោង6ដឹងមិនដឹងឲ្យលុយអត់ព្រមថ្ងៃមុន1ម៉ោងដែរហើយបើយើងអត់ជួយមិនកើតបើគេកាយើងជួយប្រហើយតែដឹងយកលុយនៅណាគេតែថ្ងៃមុន1ម៉ោងដែរអត់លុយចឹងចាំមើលសួរមេអាតាហ្នឹងមួយទៀតព្រោះតាហ្នឹងអត់មានលុយនេះពេលថ្ងៃបងប្អូនពេលថ្ងៃនៅឡានទឹកមកល្មមឥឡូវខ្ញុំបានថតវែងបងប្អូនសារ leveler គាត់មិនហ្នឹងខ្ញុំអង្គុយមើលគាត់ធ្វើការហើយក៏ឆ្លៀតពេលថតបន្តិចទៅអង្គុយលើលបងថតពេលថ្ងៃហើយមេបើឃើញងាយជួយហៅជួយប្រាប់ផងហើយសុំបាយមកពេលផងព្រោះតកងរឡូហើយតកងតអស់គ្នាគឺមកសតតែមួយកែហ្នឹងអត់មានលុយប្រហែលទេបងប្អូនអើយហើយប្រាក់ខែបំដល់ខែហ្នឹងមកយើងអត់លុយប្រចាំថ្ងៃហ្នឹងគឺអត់ដាច់បាយ100តំណាជីវិតតកងពឹងលើបាយមកពេលបាយមកពេលគឺម៉ែខ្ចប់ថងមកកូនក្តាប់មកក្តាប់តែនឹងធ្វើមិនបើបាយរបបពេលថ្ងៃពេលព្រឹកពេលល្ងាចហ្នឹងបាយគេដាក់ឲ្យយើងអញ្ចឹងហើយក៏អរគុណណាការងារកន្លែងខ្លះក៏មិនបានបាយហូបផងការងារនេះយើងមានបាយហូបក៏ពីក្រនបានដែរគាត់បើយើងអត់ហើយគិតទៅមកពេលស្មានតិចហើយណាមួយនៅនេះបាក់រត់ទិញបាយទៀតទៅតាមភូមិតាមជនបទអត់សូវមានលក់បាយទេបងប្អូនហើយបើលក់ហ្នឹងមានលក់ថ្លៃដែរព្រោះយើងកំងគេធ្វើឲ្យគឺថ្លៃតែបើគេលក់តាមរោងចក្រអីទេបាយនេះបើតាមផ្សារមកពេល5000 6000យើងធូរថ្លៃដែរតែបើយើងបាយកំងថ្លៃបងប្អូនមកពេលមិនក្រំពី7-5ទេក្នុងមួយពេលតែនឹងយើងកំងឆ្ងាញ់ហើយបាយលក់ហ្នឹងយើងចាស់ទិញហូបទៅព្រោះយើងធ្វើការនេះក៏មិនបានថ្លៃអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងបងប្អូនខ្ញុំចាថតលេងៗទេហ្នឹងផ្លេចជួយចុច follow និងចុច share ខ្ញុំអត់ណាមួយផងព្រោះការងារខ្ញុំចាថតលេងៗសិនព្រោះខ្ញុំធំដែរមួយរយៈហ្នឹងខ្ញុំមិនសូវធ្វើវីដេអូទេបងប្អូនធ្វើវីដេអូទៅគឺបងប្អូនយើងក៏អត់សូវចូលមើលអីចឹងហើយណាមួយវីដេអូខ្ញុំក៏អត់សូវណែនាំអប់រំទេដែរខ្ញុំថតពីសកម្មភាពឡើយខ្ញុំធ្វើការទេហ្នឹងហើយអរគុណបងប្អូនអរគ្នា